កញ្ញាឆិនរតនាវាកាត់បដូរខ្ទងច្រមុះបន្ថែមសម្រស់លើករិស័យគ្រាន់តែវាកាត់បដូរខ្ទងច្រមុះថ្មីភ្លាមកញ្ញាឆិនរតនាហាក់ដូចជាមានរិស័យល្អទទួលបានការងារជាច្រើនបន្តបន្ទាប់ក្រោយពីចាប់ពិធីបុណ្យភ្ជុំបិណ្ឌតាមរយៈរូបភាពដែលទស្សនិកជនបានឃើញនេះកញ្ញាឆិនរតនាទើបតែបានវាកាត់បដូរខ្ទងច្រមុះថ្មីដើម្បីលើកសម្រស់និងលើករិស័យកញ្ញាឆិនរតនាបានទទួលស្គាល់ថានាងពិតជាពេញចិត្តខ្ទងច្រមុះថ្មីរបស់ខ្លួនណាចាប់តាំងពីវាកាត់បដូរខ្ទងច្រមុះថ្មីមកបានផ្លាស់ប្ដូរវាសនារបស់នាងជាច្រើនមិនត្រឹមតែធ្វើឲ្យនាងស្រស់ស្អាតនិងមានមុខមាត់ថ្មីដល់គួរឲ្យស្រឡាញ់ប៉ុណ្ណោះទេថែមទាំងធ្វើឲ្យនាងទទួលបានការងារជាច្រើនផងដែរមុននឹងសម្រេចចិត្តវះកាត់ខ្ទងច្រមុះថ្មីនេះកញ្ញាឆិនរតនាកេងគិតរាប់ខែខ្លាចពេលវះកាត់ហើយមិនស្រស់ស្អាតដូចបំណងដែលធ្វើឲ្យនាងខាតបង់ការងារនិងរូបសម្រស់ពីព្រោះនាងមិនបានធ្លាប់ឆ្លងកាត់មុខកំបិតពីមុនឡើយតែក្រោយពីទទួលបានការប្រឹក្សាពីគ្រូពេទ្យជំនាញនិងមានការលើកទឹកចិត្តពីមិត្តភ័ក្តិនាងក៏សម្រេចវះកាត់តែម្ដងជាលទ្ធផលគឺជោគជ័យនិងស្រស់ស្អាតដូចអ្វីដែលខ្លួនចង់បានក្រោយពីវះកាត់បដូរក្តងច្រមុះកញ្ញាឆិនរតនាក៏បានផ្លាស់ប្ដូរម៉ូដសក់ថ្មីនិងស្ទាយនៃការតុបតែងខ្លួនថ្មីដើម្បីស្វាគមន៍ការងារថ្មីៗទាំងនៅខេត្តនិងនៅទីក្រុងកញ្ញាឆិនរតនាជឿជាក់ថាការវះកាត់កែខ្ទងច្រមុះថ្មីពិតជាធ្វើឲ្យនាងមានរាសីនិងហុងស៊ុយល្អពិតប្រាកដ